រមូលហេតុឃើញហើយដែលពីងទឹកពេញពីងប៉ុន្តែពីងហ្នឹងគឺត្រូវបានផុសឡើងលើផ្អៀងមួយចំហៀងបាទដោយសារតែនៅក្រោមពីងហ្នឹងគឺមានទំពាំងច្រើនបាទមានទំពាំងឡើងហូរមកចូល10ទំពាំងជាងហើយបាទចាំមើលខ្ញុំរាប់មើល1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
13 14 15 16 17 18 19 20 21បាទ21តពាំងហ្នឹងហើយ21តពាំងដែលនៅក្រោមពាងធ្វើឲ្យពាងហ្នឹងបះជើងឡើងលើទាំងដែលពាងហ្នឹងវាទឹកពេញពាងតែម្ដងបាទបើយើងគិតមើលទៅពាងនេះវាចូល200 លីត្រជាងហើយបាទប៉ុន្តែពាងត្រូវបានហើបជើងឡើងលើស្មានតែវាមានបញ្ហាអីស្រុតដីមួយជាហៀងអីចឹងណាបាទប៉ុន្តែអត់ទេបាទដោយសារតែតពាំងគឺតពាំងនេះទូលខ្លាំងមែនតើបាទចឹងតពាំងរួមដៃគ្នាច្រើនធ្វើឲ្យពាងហ្នឹងបាទក្លាប់ហ្នឹងហើយកាលមុនគាត់ទៅថតឃើញតែ1 2ខាងនោះបាទដល់ពេលយកពាងចេញដងទឹកអស់បាទអូបាទច្រើនមែនតើហ្នឹងហើយនេះទំពាំងទូលពាងបងប្អូន